អរុនសួស្តីលោកលោកស្រីស្វាគមន៍មកកាន់ការវិភាគលើតម្លៃហាងចេញមាសចាំថ្ងៃដូចខ្ញុំបាទសរិនបងប្អូនលោកស្រីយើងឃើញថាបន្ទាប់ពីមានការធ្លាក់ចុះអស់ប្រមាណជាង$250ក្នុងមួយអោនកាលពីព្រឹកម្សិលមិញយប់មិញតម្លៃហាងចេញមាសមានការកើនឡើងត្រឡប់មកវិញបន្តិចដែលជួញដូរនៅក្នុងកម្រិតបិទផ្សារ$4,670ជាងបន្តិចក្នុងមួយអោនឬក៏$5,630ក្នុងមួយតម្លឹងទីផ្សារហាងចេញអន្តរជាតិនៅក្នុងថ្ងៃនេះបានបិទដោយសារតែមានការបន់ Black Friday នៅក្នុងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយបាទនៅក្នុងការជួញដូរលើទីផ្សារជាក់ស្ដែងនៅតែបន្តមានការកើតមានជាពិសេសបងប្អូនលោកស្រីដែលកំពុងតែជួញដូរនៅក្នុងទីផ្សារហាងចេញឬក៏មានដុំមីក្រូនៅក្នុងវិជាកម្ពុជាហើយតាមរយៈការប្រែប្រួលនៃទីផ្សារដ៏ច្រើនកាលពីម្សិលមិញនេះយើងក៏បានទទួលផលចំណេញ3លើកដែរដែលបានផ្ដល់យោបល់ឲ្យលក់ចុះតាំងពីកម្រិត$4,800ក្នុងមួយអោន$4,780 $4,750ក្នុងមួយអោនហើយយើងឃើញថាធ្លាក់ចុះជាងប្រមាណ$250ជាងក្នុងមួយអោនពីការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុយ៉ាងណាក៏ដោយបាទសម្រាប់បងប្អូនលោកស្រីវិញតើមាសក្នុងថ្ងៃនេះអាចនឹងមានការសិតចុះបន្ថែមទៀតឬក៏មានការបាក់កាន់ឡើងត្រឡប់មកវិញយោងមើលបច្ចេកទេសនៅទីនេះយើងឃើញថាមានការកើនឡើងក៏ប៉ុន្តែមាសនៅបន្តរងសម្ពាធសិតចុះបន្ថែមទៀតបន្ទាប់ពីប្រាក់ដុល្លារនិងប្រេងឆៅមានការកើនឡើងខ្លាំងកាលពីម្សិលមិញយើងដឹងហើយព្រឹកម្សិលមិញធានាដីសហរដ្ឋអាមេរិកលោក Donald Trump បានរមានសារជាថ្មីម្ដងទៀតថានឹងកំទេចអ៊ីរ៉ង់នៅក្នុងសប្តាហ៍ខាងមុខនេះ2ឬ3សប្តាហ៍ខាងមុខដែលធ្វើឲ្យតម្លៃប្រេងឆៅមានការស្ទុះឡើងខ្លាំងប្រមាណជាង 10% ម្សិលមិញបាទទីផ្សារពីហ៊ុនដាំក្បាលចុះយ៉ាងណាក៏ដោយស្ពានការក្នុងទីផ្សារថ្ងៃនេះសម្ភារសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់និងអ៊ីស្រាអែលបន្តវិវត្តក្តៅធម្មតាបង្កឲ្យកើតមានក្តីព្រួយបារម្ភហើយព្រឹកនេះខាងអ៊ីរ៉ង់ក៏បានរៀបចំជាមួយប្រទេសអូម៉ង់ឲ្យមានការរៀបចំនៅការដឹកជញ្ជូនប្រេងមួយចំនួនបាទចេញពីច្រកសមុទ្រអូម៉ង់ដែលមានការរៀបចំរវាងអ៊ីរ៉ង់ហើយនិងប្រទេសអូម៉ង់តែមិនច្រើនហើយក៏មិនបើកមកវិញដែរគ្រាន់តែជាមានការរៀបចំមួយចំនួនទាក់ទងសន្សំឲ្យមានការដឹកជញ្ជូនឬក៏អនុញ្ញាតឲ្យប្រទេសមួយចំនួនដែលអាចដឹកប្រេងបាទចេញពីមានឥណ្ឌាឬក៏ចិនជាដើមខណៈដែលចក្រភពអង់គ្លេសកំពុងតែរៀបចំការប្រជុំដ៏ធំមួយដែលមានក្រុមប្រទេសប្រមាណជាង40ចូលរួមដើម្បីរៀបចំផែនការនៅក្នុងការបើកច្រកសមុទ្រអូម៉ង់ឡើងវិញដោយបាទមិនមានការចូលរួមពីខាងសហរដ្ឋអាមេរិកទេនេះគឺទាក់ទងនឹងស្ពានការដែលជំរុញស្ពានការទីផ្សារហាងចេញមាសនិងកំសម្ពលឲ្យមានការប្រែប្រួលបាទនិងឡើងចុះយោងទៅតាមស្ថានភាពពេលបច្ចុប្បន្នការកើនឡើងនៃប្រាក់ដុល្លារភាពច្បាស់លាស់នៃស្ថានភាពជាពិសេសប្រភពថាពលខ្ញុំយកឃើញថាមាសទំនងជានឹងអាចបានមានបំរែបំរួលឡើងចុះខ្លាំងបន្ថែមទៀតនៅក្នុងចុងសប្តាហ៍នេះហើយតាក់ទងបាទទៅនឹងស្ពានការវត្តទៅយើងចាំមើលថ្ងៃសៅរ៍អាទិត្យបន្ថែមទៀតដើម្បីឲ្យដឹងពីតម្រុយកាន់តែច្បាស់លាស់ឥឡូវសម្រាប់យោបល់ខ្ញុំក្នុងពេលបច្ចុប្បន្នបាទមាសអាចនឹងមានបំរែបំរួលខ្លាំងចន្លោះពី$4,500 ទៅ$4,800ក្នុងមួយអោនសម្រាប់បំរែបំរួលនៅចុងសប្តាហ៍ហ្នឹងអញ្ចឹងបើសួរថាតើគូទិញត្រឡប់ទៅវិញព្រាមទេបាទមើលពីស្ថានភាពពេលបច្ចុប្បន្នបន្តនឹងអាចរងសម្ពាធសិតចុះបន្ថែមទៀតការកើនឡើងអាចមានការកើនឡើងតិចតួចតែមិនច្រើនពេកទេហើយខ្ញុំជឿថាបងប្អូនលោកស្រីដែលជួញដូរមាសដុំ1គីឡូទំនងជាបាទមិនទាន់ចំណេញដោយសារតែកម្រិតថ្លៃក៏រៀងច្រើនដែរការប្រែប្រួលតិចតួចនេះវាមិនធ្វើឲ្យបង្កើតផលចំណេញបានភ្លាមៗឬក៏អាចលក់ចេញបានភ្លាមៗទេវាខុសពីអ្វីដែលបងប្អូនលោកស្រីជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុដែលអាចបាទលក់ចេញនៅផលចំណេញបាទចន្លោះពី$50 ទៅ$100ក្នុងមួយតម្លឹងបាទប្រចាំថ្ងៃបានអានេះគឺតាក់ទងបាទទៅនឹងស្ពានការនៃទីផ្សារចេញមាសនៅក្នុងទីផ្សារថ្ងៃសុក្រហ្នឹងហើយសួរទិញឡើងដល់ទៅវិញអត់បាទសម្រាប់ខ្ញុំយោបល់ទិញឡើងគឺបាទមិនគួរទិញឡើងច្រើនពេកទេតែបើថាវានៅអាចបន្តរងសម្ពាធសិតចុះបាទទិញមួយល្មមបាទសម្រាប់ស្ទាបស្ទង់មួយស្ពានការបន្ថែមទៀតនៅថ្ងៃចុងសប្តាហ៍នេះយ៉ាងណាក៏ដោយយើងទៅមើលបច្ចេកទេសបន្ថែមទៀតពីតម្លៃហាងចេញមាសតើបច្ចេកទេសចង្អុលបង្ហាញបែបណាពីតម្រុយបន្ថែមតើគូលក់ទិញនៅតម្លៃណាឲ្យកាន់តែច្បាស់លាស់បាទបន្ថែមទៀតយើងផ្ដើមវិភាគទៅលើ graph candlestick ដែលមើលរយៈកាល1ម៉ោងនិងកន្លះម៉ោងយើងឃើញថាតម្លៃហាងចេញមាសបាទកាលពីម្សិលមិញបកគោលពណ៌ក្រហមនេះគឺមានការបាទសិតចុះខ្លាំងហើយបន្ទាប់ពីមានការសិតចុះខ្លាំងពេលយប់ក៏មានការទិញឡើងមកវិញខ្លះបាទនៅម៉ោងខាងក្រោយនេះដែលបិទផ្សារនៅកម្រិត$4,672ក្នុងមួយអោនហើយទីផ្សារហ្នឹងបិទទីផ្សារប្រេងឆៅក៏បិទដែរដែលខ្ញុំបញ្ជាក់ជូនខាងលើអញ្ចឹងបើមើលពីកម្លាំងនៃការទិញឡើងយើងអាចសន្និដ្ឋានថាមានការទិញឡើងតិចតួចខ្លាំងវិញតែបើប្រៀបធៀបជាមួយនឹងការធ្លាក់ចុះពីកម្លាំងនៃការលក់ចេញចោលពីម្សិលមិញយើងឃើញថាធ្លាក់ប្រមាណជា$250ជាងក្នុងមួយអោនហើយឡើងទៅវិញប្រមាណជា$100ក្នុងមួយអោនអញ្ចឹងបើយោងទៅតាមបច្ចេកទេសនៅទីនេះបាទមាសនៅអាចបន្តរងសម្ពាធសិតចុះបន្ថែមទៀតបាទដោយសារតែកម្លាំងទិញឡើងគឺមិនមានច្រើនពេកទេហើយការកើនឡើងពេញឆៅនិងប្រាក់ដុល្លារក៏ជាកត្តាចលករដាក់សម្ពាធឲ្យមាសមានការសិតចុះបន្ថែមទៀតទីនេះសម្រាប់ជាយោបល់របស់ខ្ញុំមើលឃើញថាមាសអាចនឹងរកចំណុចទៀតនៅក្នុងតម្លៃទៀតពីម្សិលមិញ$4,560ឬក៏$4,550ក្នុងមួយអោនហើយចំណុច resistance នៃខ្ពស់វាគឺក្នុងបាទរង្វង់$4,700ក្នុងមួយអោនអញ្ចឹងចំណុចពីរនេះដែលយើងអាចមើលពីបំរែបំរួលនៅក្នុងចុងសប្តាហ៍ហ្នឹងបើសិនជាឡើងផុត$4,700វិញនឹងវាអាចជួញដូរទៅកម្រិត$4,800ឬ$4,900តែផ្ទុយទៅវិញបាទវាប្រេក$4,550 $4,560នេះវានឹងធ្លាក់ទៅដល់កម្រិត$4,400ឬក៏$4,300ជាងក្នុងមួយអោនម្ដងអញ្ចឹងសម្រាប់ជាបច្ចេកទេសរួមទាំងស្ពានការទូទៅខ្ញុំបានបញ្ជាក់មិនអញ្ចឹងលំហូរចុះឬក៏ទំនោរក្នុងការធ្លាក់ចុះនៃថ្លៃហាងចេញមាសអាចមានបន្ថែមទៀតខ្ញុំជឿថាមាសបានសិតចុះប្រមាណជា15%តាំងពីសង្គ្រាមនៅថ្ងៃទី28ខែកុម្ភៈដល់ឥឡូវនេះវាធ្លាក់ចុះប្រមាណជាង15%ហើយដោយសារតែការកើនឡើងនៃភពកម្មពលនិងប្រាក់ដុល្លារអរគុណដល់បងប្អូនលោកស្រីទាំងអស់គ្នាដែលតែងតែយកតាមដានរាល់ការវិភាគរបស់ខ្ញុំបាទនៅទីនេះបើសិនជាបងប្អូនលោកស្រីបានមានចំណាប់អារម្មណ៍ទាក់ទងការជួញដូរទិញលក់លើតម្លៃហាងចេញមាសការកក់លើហាងចេញមាសដែលចំណាយទុនតិចតែអាចចំណេញច្រើនដែលមានទុនចាប់ពី$100ឡើងទៅអាចកក់មាសបានមួយតម្លឹងមាន1000អាចកក់បានចន្លោះពី5ទៅ10តម្លឹងហើយមាន10000អាចកក់3ទៅ6គីឡូមាសបងប្អូនលោកស្រីអាចធ្វើការបាទទំនាក់ទំនងកាន់តែបាត់តបានតាមរយៈលេខទូរស័ព្ទខាងលើយើងមានការបង្រៀនបាទពីការជួញដូរទិញលក់បច្ចេកទេសហើយនឹងមានគ្រប់ support ជាគ្រប់ VIP ដើម្បីផ្ដល់ព័ត៌មានបាទនិងសញ្ញាជួញដូរជាប្រចាំថ្ងៃដែលអាចលោកស្រីអាចទាញយកផលចំណេញពីទីផ្សារហិរញ្ញវត្ថុបានហើយមួយវិញទៀតសម្រាប់បងប្អូនលោកស្រីចង់បើកអ្នកនេះអាចអញ្ជើញមកក្រុមហ៊ុនផ្ទាល់ក៏បានឬមួយក៏បើកតាមរយៈ online ក៏បានដែរក្រុមការងារយើងនឹងអាចរៀបចំបើកអ្នកនេះជូនបងប្អូនលោកស្រីទាំងអស់គ្នាយើងជួបគ្នានៅក្នុងការវិភាគបាទហាងចេញមាសក្នុងពេលក្រោយទៀតបាទសូមអរគុណ